នៅក្នុងភូមិតូចមួយដែលព័ទ្ធទៅដោយព្រៃភ្នំនិងវាលស្រែពណ៌បៃតងមានក្មេងប្រុសម្នាក់ឈ្មោះតារាជាក្មេងប្រុសមានចិត្តក្លាហាននិងចូលចិត្តស្ដាប់រឿងនិទានអំពីការផ្សងព្រេងគាត់រស់នៅជាមួយជីតាចាស់ម្នាក់ដែលមនុស្សក្នុងភូមិគោរពណាស់ព្រោះជីតានោះធ្លាប់បានធ្វើដំណើរច្រើនកន្លែងក្នុងជីវិតរបស់គាត់រៀងរាល់ល្ងាចពេលព្រះអាទិត្យលិចពីក្រោយភ្នំនិងខ្យល់ត្រជាក់បក់តាមដើមត្នោតជីតាអង្គុយលើកៅអីឈើមុខផ្ទះហើយតារាអង្គុយជិតស្ដាប់រឿងដែលជីតានិយាយប្រាប់មានពេលខ្លះជារឿងអំពីដំណើរដែលឆ្លងកាត់ភ្នំខ្ពស់មានពេលខ្លះជារឿងអំពីសត្វអស្ចារ្យនៅក្នុងព្រៃប៉ុន្តែរឿងដែលធ្វើឲ្យតារាចាប់អារម្មណ៍បំផុតគឺរឿងអំពីព្រៃអាចកំបាំងដែលស្ថិតនៅក្នុងព្រៃជ្រៅខាងក្រោយភ្នំជីតានិយាយថាព្រៃនោះធំនិងជ្រៅណាស់មានដើមឈើធំដែលមានអាយុរាប់រយឆ្នាំហើយមានសត្វព្រៃជាច្រើនរស់នៅទីនោះប៉ុន្តែអ្វីដែលធ្វើឲ្យព្រៃនោះល្បីគឺរឿងព្រេងដែលមនុស្សចាស់បានប្រាប់តាំងពីសម័យបុរាណកាលថានៅក្នុងព្រៃដ៏សែនជ្រៅនោះមានប្រាសាទថ្មបុរាណមួយដែលត្រូវបានបោះបង់ចោលជាច្រើនសតវត្សមកហើយនៅក្រោមប្រាសាទនោះមានកំណប់មួយដែលស្ដេចបុរាណបានលាក់មុនពេលសង្គ្រាមធំកើតឡើងអ្នកខ្លះនិយាយថាមនុស្សជាច្រើនធ្លាប់ចូលទៅស្វែងរកកំណប់នោះប៉ុន្តែភាគច្រើនបានត្រឡប់មកវិញដោយដៃទទេមួយចំនួនបានបាត់ខ្លួននៅក្នុងព្រៃដោយគ្មានអ្នកណាដឹងថាពួកគេចូលទៅដល់ទីណាទេពេលតារាស្ដាប់រឿងនេះចិត្តគាត់ពោរពេញទៅដោយការចង់ដឹងគាត់ចាប់ផ្ដើមស្រមៃអំពីការធ្វើដំណើរចូលទៅក្នុងព្រៃធំកាត់តាមដើមឈើនិងស្វែងរកប្រាសាទបុរាណដែលលាក់កំណប់ដ៏អស្ចារ្យថ្ងៃមួយនៅពេលព្រះអាទិត្យរះថ្មីតារាបានជួបមិត្តភក្តិពីរនាក់នៅក្បែរទន្លេម្នាក់ឈ្មោះសុខាជាក្មេងប្រុសមានកម្លាំងខ្លាំងក្លានិងចូលចិត្តការងារដោយប្រើកម្លាំងម្នាក់ទៀតឈ្មោះវិទូជាក្មេងប្រុសឆ្លាតនិងចូលចិត្តគិតរកវិធីដោះស្រាយបញ្ហាតារាបានប្រាប់ពួកគេអំពីរឿងព្រៃអាចកំបាំងនិងកំណប់ដែលជីតាបាននិយាយដំបូងសុខាបានសើចហើយនិយាយថាប្រហែលជាវាគ្រាន់តែជារឿងនិទានប៉ុណ្ណោះប៉ុន្តែវិទូបាននិយាយថាពេលខ្លះរឿងព្រេងអាចមានមូលដ្ឋានពីការពិតបន្ទាប់ពីពិភាក្សាគ្នាយូរពួកគេទាំងបីមានគំនិតដូចគ្នាគឺចង់ទៅសាកល្បងស្វែងរកប្រាសាទនោះលមើលនៅថ្ងៃបន្ទាប់ពួកគេបានរៀបចំសម្ភារៈតូចសម្រាប់ធ្វើដំណើរមានអង្ករដំណើបសាច់អាំងទឹកខ្សែកាំបិតតូចធំនិងភ្លើងបំភ្លឺពួកគេបានសន្យាថានឹងជួយគ្នានិងមិនបោះបង់មិត្តនៅពេលមានបញ្ហានោះទេពេលពួកគេចាប់ផ្ដើមដើរចូលទៅក្នុងព្រៃខ្យល់ត្រជាក់បក់តាមស្លឹកឈើហើយសំឡេងបក្សីឮច្រៀងពីលើដើមឈើដំបូងផ្លូវនៅតែច្បាស់ព្រោះអ្នកភូមិធ្លាប់ចូលទៅរកឈើឬចាប់ត្រីតាមស្ទឹងប៉ុន្តែកាន់តែចូលជ្រៅផ្លូវកាន់តែបាត់ហើយដើមឈើកាន់តែក្រាស់ពេលពួកគេដើរបានជាច្រើនម៉ោងពួកគេបានឃើញស្ទឹងតូចមួយហូរឆ្លងកាត់ព្រៃទឹកស្ទឹងស្អាតណាស់ហើយមានត្រីតូចហែលទៅមកពួកគេបានឈប់សម្រាកបរិភោគអាហារបន្តិចនិងផឹកទឹកនៅពេលពួកគេត្រៀមបន្តដំណើរសុខាបានសង្កេតឃើញអ្វីមួយនៅលើដីវាជាថ្មបុរាណមួយដែលមានរូបចម្លាក់ចាស់វាមើលទៅដូចជាសញ្ញាដែលមានបុរាណធ្លាប់ប្រើដើម្បីបង្ហាញផ្លូវវិទូបាននិយាយថាប្រហែលជាវាជាសញ្ញាដែលនាំទៅកាន់ប្រាសាទដែលពួកគេកំពុងស្វែងរកដូច្នេះពួកគេបានដើរតាមទិសដែលសញ្ញាថ្មបានបង្ហាញពេលថ្ងៃជិតលិចពួកគេបានឃើញអ្វីមួយធំនៅចន្លោះដើមឈើពេលពួកគេចូលទៅជិតក៏បានឃើញជញ្ជាំងថ្មធំដែលគ្របដណ្ដប់ដោយស្លែនិងរុក្ខជាតិវាមើលទៅចាស់ណាស់ដូចជាសំណង់ដែលបាននៅទីនោះរាប់រយឆ្នាំមកហើយនៅកណ្ដាលជញ្ជាំងមានទ្វារថ្មធំមួយដែលបានបើកបន្តិច
ខ្យល់ត្រជាក់បានបក់ចេញពីខាងក្នុងដូចជាកំពុងអញ្ជើញពួកគេចូលទៅរកអាថ៌កំបាំងដែលលាក់នៅខាងក្រោមតារាសុខានិងវិទូបានមើលមុខគ្នាហើយដឹងថាដំណើរផ្សងព្រេងពិតប្រាកដរបស់ពួកគេកំពុងតែចាប់ផ្ដើមពួកគេបានបំភ្លឺភ្លើងតូចហើយដើរចូលទៅក្នុងប្រាសាទបុរាណនោះដោយប្រុងប្រយ័ត្នជញ្ជាំងខាងក្នុងមានរូបចម្លាក់នៃទាហានបុរាណសត្វព្រៃនិងរូបសញ្ញាដែលពួកគេមិនធ្លាប់ឃើញពីមុនសំឡេងជើងរបស់ពួកគេឮឆ្លុះត្រឡប់ក្នុងសាលាធំដែលស្ងប់ស្ងាត់បន្តិចក្រោយមកពួកគេបានឃើញជណ្ដើរថ្មមួយចុះទៅក្រោមដីហើយនៅទីនោះអាថ៌កំបាំងដ៏ធំបំផុតនៃព្រៃកំពុងរងចាំពួកគេបានបំភ្លឺភ្លើងហើយដើរចុះតាមជណ្ដើរថ្មយ៉ាងប្រុងប្រយ័ត្នជណ្ដើរនោះវែងណាស់ហើយកាន់តែចុះខាងក្រោមខ្យល់កាន់តែត្រជាក់ជញ្ជាំងទាំងសងខាងមានស្លែពណ៌បៃតងនិងទឹកជ្រាបធ្លាក់ចុះបន្តិចបង្កើតបានជាសំឡេងតក់ដែលឮឆ្លុះក្នុងភាពស្ងប់ស្ងាត់បន្ទាប់ពីចុះបានបន្តិចពួកគេបានឃើញផ្លូវរូងមួយដ៏ធំដែលបន្តទៅមុខនៅលើជញ្ជាំងមានរូបចម្លាក់បុរាណដែលបង្ហាញអំពីស្ដេចម្នាក់កំពុងបញ្ជាទាហាននិងមានប្រអប់កំណប់ធំមួយនៅពីមុខគាត់វាធ្វើឲ្យតារាមានអារម្មណ៍ថារឿងដែលជីតាបានប្រាប់ប្រហែលជាពិតមែនហើយពួកគេដើរបន្តទៅមុខយ៉ាងប្រុងប្រយ័ត្នមួយសន្ទុះក្រោយសុខាបានឈប់ភ្លាមហើយលើកដៃឲ្យមិត្តទាំងពីរឈប់ដែរនៅលើដីខាងមុខមានផ្ទាំងថ្មជាច្រើនដែលមើលទៅខុសពីដីជុំវិញវាហាក់ដូចជាអន្ទាក់បុរាណវិទូបានយកឈើតូចមួយទៅចាក់លើផ្ទាំងថ្មមួយភ្លាមនោះថ្មពីលើពីដានបានធ្លាក់ចុះយ៉ាងខ្លាំងបើពួកគេដើរទៅមុខដោយមិនប្រុងប្រយ័ត្នប្រហែលជាត្រូវថ្មធ្លាក់លើហើយវិទូបាននិយាយតិចថាយើងត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់ពួកគេបានដើរជិះផ្លូវអន្ទាក់នោះដោយប្រុងប្រយ័ត្នហើយបន្តដំណើរទៅមុខទៀតពេលដើរបានបន្តិចពួកគេបានឮសំឡេងអ្វីមួយដូចជាការហើររបស់សត្វពេលពួកគេលើកភ្លើងឡើងលើក៏ឃើញថាមានសត្វជាច្រើនកំពុងហើរចេញពីដានសុខាភ័យបន្តិចប៉ុន្តែតារាបាននិយាយថាវាគ្រាន់តែជាសត្វដែលរស់នៅក្នុងទីងងឹតតែប៉ុណ្ណោះពួកគេដើរបន្តរហូតដល់បន្ទប់ធំមួយនៅកណ្ដាលបន្ទប់មានរូបចម្លាក់យក្សមួយកាន់ដាវថ្មភ្នែករបស់វាមើលទៅដូចជាកំពុងសង្កេតមើលអ្នកដែលចូលមកនៅជញ្ជាំងខាងក្រោយមានទ្វារធំមួយដែលមានរូបសញ្ញាចម្លែកវាហាក់ដូចជាច្រកដែលនាំទៅកាន់ទីកន្លែងសំខាន់វិទូបានសង្កេតមើលសញ្ញានោះយ៉ាងយូរគាត់បាននិយាយថាប្រហែលជាវាជាប្រព័ន្ធបើកទ្វារបុរាណដែលត្រូវដាក់ថ្មឲ្យត្រូវទីតាំងពួកគេបានរកឃើញថ្ម3ដុំដែលមានរូបសញ្ញាដូចគ្នានឹងនៅលើទ្វារបន្ទាប់ពីសាកល្បងបន្តិចពួកគេបានដាក់ថ្មទាំង3ទៅកន្លែងត្រឹមត្រូវភ្លាមនោះទ្វារថ្មបានរអិលបើកយឺតហើយសំឡេងធ្ងន់បានឮឆ្លុះក្នុងប្រាសាទនៅខាងក្នុងជាបន្ទប់ធំមួយដែលពោរពេញទៅដោយប្រអប់ឈើចាស់និងរូបចម្លាក់មាសនៅកណ្ដាលមានប្រអប់ធំមួយធ្វើពីមាសដែលភ្លឺស្រទាប់ក្រោមពន្លឺភ្លើងតូចរបស់ពួកគេសុខាបាននិយាយដោយភ្ញាក់ផ្អើលថានេះប្រហែលជាកំណប់ដែលមនុស្សនិយាយហើយប៉ុន្តែពេលពួកគេទៅជិតប្រអប់នោះដីនៅជុំវិញបានរញ្ជួយបន្តិចពីដានខាងលើបានធ្លាក់ធូលីចុះហើយសំឡេងធ្ងន់បានឮចេញពីជ្រុងបន្ទប់វាហាក់ដូចជាមានអ្វីមួយនៅទីនោះកំពុងការពារកំណប់តារាសុខានិងវិទូបានមើលមុខគ្នាដោយដឹងថាដំណើរផ្សងព្រេងរបស់ពួកគេមិនទាន់បញ្ចប់នៅឡើយទេអាថ៌កំបាំងពិតប្រាកដនៃព្រៃនិងកំណប់បុរាណកំពុងចាប់ផ្ដើមបង្ហាញខ្លួនខ្យល់ត្រជាក់បានបក់បោកតាមរូងប្រាសាទហើយភ្លើងតូចនៅក្នុងដៃរបស់ពួកគេបានរំញ័របន្តិចនៅពេលនោះសំឡេងធ្ងន់មួយបានឮពីក្រោយរូបចម្លាក់យក្សដូចជាមានអ្វីធំកំពុងដើរចេញមកពីភាពងងឹតពួកគេដឹងថាកំណប់មិនមែនជារបស់ងាយយកទេ
តែបើពួកគេចង់ដឹងអាថ៌កំបាំងនៃប្រាសាទបុរាណនេះពួកគេត្រូវបន្តទៅមុខដោយភាពក្លាហានសំឡេងធ្ងន់ធ្ងរដែលឮពីភាពងងឹតធ្វើឲ្យតារាសុខានិងវិទូឈប់ដកដង្ហើមបន្តិចភ្លើងក្នុងដៃរបស់ពួកគេកំពុងរំញ័របំភ្លឺជញ្ជាំងថ្មដែលមានរូបចម្លាក់ចាស់ៗពេលពួកគេមើលទៅជ្រុងបន្ទប់ក៏ឃើញអ្វីមួយធំៗកំពុងផ្លាស់ទីយឺតភ្លាមនោះពីក្រោយរូបចម្លាក់យក្សមានរូបសំណាកថ្មមួយទៀតបានផ្លាស់ទីវាហាក់ដូចជារូបយក្សការពារប្រាសាទដែលត្រូវបានបង្កើតឡើងដើម្បីការពារកំណប់ភ្នែកថ្មរបស់វាហាក់ដូចជាភ្លឺបន្តិចក្រោមពន្លឺភ្លើងសុខាបាននិយាយដោយសំឡេងតិចវាមើលទៅដូចជាកំពុងរស់វិទូបានមើលជុំវិញបន្ទប់យ៉ាងលឿនគាត់សង្កេតឃើញថានៅជញ្ជាំងមានរន្ធតូចៗនិងដុំថ្មដែលអាចរុញបានគាត់គិតថាប្រហែលជាវាជាប្រព័ន្ធការពារបុរាណដែលបង្កើតឡើងដើម្បីបំភ័យអ្នកចូលមកកុំភ័យវិទូនិយាយប្រហែលវាមិនមែនជារូបយក្សរស់ទេតែជាម៉ាស៊ីនបុរាណប៉ុន្តែមុនពេលគាត់និយាយចប់រូបយក្សថ្មនោះបានដើរមុខមកមួយជំហានដីបានរញ្ជួយបន្តិចហើយសំឡេងថ្មប៉ះទង្គិចគ្នាឮច្បាស់ក្នុងបន្ទប់ធំតារាបាននិយាយថាយើងមិនគួរទៅជិតប្រអប់កំណប់ឥឡូវទេត្រូវរកវិធីធ្វើឲ្យវាឈប់សិនពួកគេចាប់ផ្ដើមរត់ជុំវិញបន្ទប់ដើម្បីរកអ្វីដែលអាចជួយបាននៅជ្រុងមួយវិទូបានឃើញសញ្ញាដូចគ្នានៅនឹងលើទ្វារថ្មពីមុនវាជាថ្ម4ដុំដែលអាចបង្វិលបានគាត់បានស្រែកហៅមិត្តទាំងពីរមកទីនេះប្រហែលវាជាគន្លឹះបញ្ឈប់អន្ទាក់ពេលនោះរូបយក្សថ្មកំពុងដើរមកជិតជំហានរបស់វាធ្ងន់ហើយធ្វើឲ្យធូលីធ្លាក់ពីលើពិដានសុខាបានយកដុំឈើមួយទៅទប់វាបន្តិចដើម្បីទុកពេលឲ្យវិទូធ្វើការបង្វិលថ្មវិទូបានបង្វិលថ្មមួយបន្ទប់មិនមានអ្វីកើតឡើងគាត់បានបង្វិលថ្មទី2សំឡេងព្រឹបបានឮលើជញ្ជាំងពួកគេបានបង្វិលថ្មទី3រូបយក្សបានឈប់ដើរបន្តិចបន្ទាប់ពីបង្វិលថ្មទី4សំឡេងធ្ងន់មួយបានឮហើយរូបយក្សថ្មបានឈប់ស្ងៀមវិញដូចដើមបន្ទប់បានត្រឡប់ទៅភាពស្ងប់ស្ងាត់វិញសុខាបានដកដង្ហើមយូរហើយនិយាយថាខ្ញុំគិតថាយើងជិតត្រូវថ្មបុកទៅហើយតារាបានញញឹមបន្តិចហើយដើរទៅជិតប្រអប់កំណប់ធំដែលនៅកណ្ដាលបន្ទប់ប្រអប់នោះធ្វើពីមាសហើយមានរូបចម្លាក់នាគនិងផ្កាឈូកលើគម្របវាពេលតារាបើកគម្របប្រអប់ពន្លឺមាសបានភ្លឺចេញមកខាងក្នុងមានកាក់មាសចាស់ៗគ្រឿងអលង្ការនិងត្បូងពណ៌ផ្សេងៗដែលភ្លឺដូចផ្កាយវិទូបាននិយាយដោយភ្ញាក់ផ្អើលនេះគឺជាកំណប់ពិតប៉ុន្តែតារាបានមើលវាយូរហើយនិយាយស្ងាត់កំណប់ពិតប្រាកដមិនមែនតែមាសទេការដែលយើងមកដល់ទីនេះជាមួយគ្នាក៏ជារឿងអស្ចារ្យមួយដែរពួកគេបានសម្រេចយកតែវត្ថុតូចមួយជាអនុស្សាវរីយ៍ហើយសម្រេចត្រឡប់ទៅភូមិវិញពួកគេដឹងថាប្រសិនបើយកអ្វីច្រើនពេកប្រហែលជាអាចបង្កបញ្ហាឬធ្វើឲ្យប្រាសាទនេះខូចខាតពេលពួកគេចេញពីប្រាសាទព្រះអាទិត្យកំពុងលិចពីក្រោយដើមឈើធំក្នុងព្រៃពន្លឺពណ៌ទឹកក្រូចបានជះពន្លឺលើផ្លូវដែលពួកគេដើរត្រឡប់ទៅផ្ទះវិញពេលមកដល់ភូមិជីតារបស់តារាបានអង្គុយរងចាំនៅមុខផ្ទះដូចធម្មតាពេលឃើញពួកគេត្រឡប់មកវិញដោយសុវត្ថិភាពគាត់បានញញឹមហើយដឹងថាក្មេងៗទាំងនេះបានឆ្លងកាត់ដំណើរផ្សងព្រេងដ៏ធំមួយចាប់ពីថ្ងៃនោះមកតារាសុខានិងវិទូតែងតែចងចាំថ្ងៃដែលពួកគេចូលទៅក្នុងព្រៃអាថ៌កំបាំងព្រៃនោះនៅតែស្ងប់ស្ងាត់ដូចដើមប៉ុន្តែឥឡូវនេះពួកគេដឹងថានៅក្នុងព្រៃនោះមានអាថ៌កំបាំងនិងប្រវត្តិសាស្ត្រជាច្រើនដែលមនុស្សមិនទាន់រកឃើញនៅឡើយហើយប្រហែលជាកំណប់ធំបំផុតមិនមែនជាមាសឬត្បូងទេប៉ុន្តែជាភាពក្លាហានមិត្តភាព
និងការរៀនពីការផ្សងព្រេងក្នុងជីវិត